ភ្លេចខ្លួនណាសល់មិនប្រហែលថ្ងៃទៀតទេឆ្លងឆ្នាំហើយមួយឆ្នាំនេះគឺគ្មានសល់អីសោះហ្មងណាបងប្អូនបើជ្រុលថាមិនសល់ហើយឥឡូវនេះចិត្តឆ្លងឆ្នាំហើយមកអាំងជ្រូកកដោឆ្លងឆ្នាំហ្មងទៅខ្ញុំបានទៅមណ្ឌលគិរីឃើញជ្រូកកដោគេចិញ្ចឹមនៅផ្ទះនេះគឺល្អមែនតើណាបងប្អូនរូបរាងគេគឺថាឡើងតូចកតុញដៃជើងខ្លីចំោះឡើងស្រួយហ្មងណាហើយខ្ញុំទៅដល់គឺគេអត់មានជ្រូកដែលល្មមអាំងទេមានតែមេពូជរបស់គេនេះមួយឡើង10គីឡូធម្មតាជ្រូកកដោដែលគេយកអាំងហ្នឹងគឺយកទម្ងន់ត្រឹមតែ6គីឡូអីទេតែពេលដែលយើងអាំងឆ្អិនគឺវានៅសល់3គីឡូមិនតែគ្នាខ្ញុំច្រើនដែរហើយមេពូជរបស់គេឡើង10គីឡូហ្នឹងក៏យកមកអាំងហ្មងទៅ10គីឡូនេះគ្នាយើងច្រើនញ៉ាំក៏ល្មមដែរបើទូចពេកហ្នឹងខ្លាចញ៉ាំអត់ឆ្អែតណាបងប្អូនហើយក៏របៀបអាំងរបស់ខ្ញុំក៏អត់ពិបាកដែរបងប្អូនគឺបែបងាយស្រួលទេបងប្អូននៅផ្ទះក៏អាចអាំងបានដែរយើងមិនមែនអាំងបានត្រឹមតែជ្រូកកដោឯណាជ្រូកស្រែរបស់យើងហ្នឹងទម្ងន់10គីឡូចុះក្រោមហ្នឹងក៏អាំងញ៉ាំបានដែរហើយសម្រាប់ជ្រូកកដោឬមួយក៏ជ្រូកស្រែដែលយើងអាំងគឺអត់ពិបាកធ្វើទេបងប្អូនតែអ្វីដែលពិបាកហ្នឹងគឺយើងត្រូវអង្គុយបង្វិលបើជ្រូកតូចទេយើងបង្វិលអាំងវាត្រឹមតែរយៈពេល2ម៉ោងទៅ2ម៉ោងកន្លះឆ្អិនហើយ6គីឡូតែបើជ្រូកធំដូចរបស់ខ្ញុំនេះគឺចូល10គីឡូនេះគឺយើងអាំងរយៈពេល3ម៉ោងទៅ3ម៉ោងកន្លះហើយបងប្អូនគឺវាយូរនឹងអាំងនឹងហ្មងណាតែបើយើងមិនអាំងវាបង្វិលវាអញ្ចឹងទេគឺវាអត់ស្រួយហើយអត់ឆ្ងាញ់ទេហើយនៅពេលដែលយើងអាំងគឺយើងត្រូវដូរដៃគ្នាបង្វិលជ្រូករហូតហើយយើងត្រូវលាបស្រាជាមួយនឹងគ្រឿងដែលយើងយកមកលាបនៅលើស្បែកជ្រូកឲ្យស្រួយគឺ10នាទីលាបម្ដងហើយគ្រឿងដែលខ្ញុំយកមកលាបនៅលើជ្រូកនេះគឺអត់បានថតជូនបងប្អូនទេប៉ុន្តែរបៀបលាបរបស់វាគឺអត់ពិបាកទេបងប្អូនគឺយើងដាក់ស្ករអំបិលប៊ីចេងម្សៅស៊ុបជាមួយនឹងខ្ទឹមច្រាមឲ្យវាម៉ត់ហើយដាក់ជាមួយនឹងស្រាសចំនួនកន្លះលីត្រហើយទឹកខ្មេះហ្នឹងប្រហែលជា20 ml ទៅដើម្បីឲ្យស្បែកជ្រូករបស់យើងនៅពេលដែលអាំងហ្នឹង10នាទីយើងលាបម្ដងធ្វើឲ្យស្បែកជ្រូករបស់យើងគឺវាស្រួយហើយវាមានជាតិឆ្ងាញ់ជាមួយនឹងសាច់វាអញ្ចឹង10នាទីយើងលាបម្ដង10នាទីយើងលាបម្ដងទៅហើយយើងត្រូវបង្វិលវាឲ្យញាប់រហូតហើយសម្រាប់គ្រឿងដែលយើងលាបចុងក្រោយគេនៅពេលដែលជ្រូកយើងចាប់ផ្ដើមក្រហមស្បែកចាប់ផ្ដើមស្រួយគឺយើងលាបជាមួយនឹងអំបិលម្ទេសរបស់យើងគឺមានស្ករមានអំបិលប៊ីចេងជាមួយនឹងទឹកស៊ីអ៊ីវហើយថែមជាមួយនឹងខ្ទឹមសហើយម្ទេសដែលយើងកិនវាចូលគ្នាលាបឲ្យសព្វលើជ្រូកអាំងថែមប្រហែលជា15នាទីទៅ20នាទីទៀតគឺឆ្អិនរួចរាល់ប៉ុន្តែមុននឹងបានជ្រូកញ៉ាំគឺខ្ញុំមកញ៉ាំថ្នាំកាពះ PEMAX Premium នេះមកកញ្ចប់សិនបងប្អូនដោយសារយើងញ៉ាំជ្រូកកដោអាំងអំបិលម្ទេសនេះគឺដឹងតែហឹលហើយអង្គុយចាំជ្រូកទម្រាំតែឆ្អិននេះគឺថាឡើងចុកកាពះលមូកាពះហើយអញ្ចឹងដាក់ថ្នាំកាពះ PEMAX Premium នេះមកកញ្ចប់ហើយជំនួយបន្ថែមសម្រាប់បងប្អូនដែលគាត់មានបញ្ហាចុកកាពះលមូកាពះនៅពេលដែលជាតិអាស៊ីតឡើងអីគឺគាត់អាចញ៉ាំថ្នាំកាពះ PEMAX នេះបានគឺងាយស្រួលញ៉ាំមែនទែនរសជាតិវាគឺប្រហើរឆ្ងាញ់ហើយសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមក៏គាត់ញ៉ាំថ្នាំកាពះ PEMAX Premium នេះបានដែរដោយសារវាអត់មានជាតិស្ករទេហើយឥឡូវនេះមកមើលជ្រូកកដោអាំងអំបិលម្ទេសរបស់យើងវិញនិយាយពីថាបងប្អូនហើយឆ្អិនហើយក្លិនឡើងឈ្ងុយពេញភូមិហ្មងណាហើយបើថាសម្បុររបស់គេវិញគឺថាឡើងក្រហមឆ្អិនឆ្អៅតែម្ដងបើស្បែកវិញគ្រាន់តែមើលក៏ដឹងថាស្រួយខ្ញោកដែរបងប្អូនឥឡូវចាំមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាថាជ្រូកកដោអាំងអំបិលម្ទេសនឹងរសជាតិបែបណាដែរប៉ុន្តែបើសម្រាប់ខ្ញុំគ្រាន់តែយកកាបិតចុចមកគឺថាឡើងច្រោកតែម្ដងណាបងប្អូនរបៀបអាំងជ្រូកខ្លួនឯងញ៉ាំនៅផ្ទះគឺអត់ពិបាកធ្វើទេបងប្អូនអាចធ្វើតាមរបៀបដែលខ្ញុំអាំងនេះបានគឺថាស្រួលធ្វើហើយរសជាតិវិញគឺថាឡើងឆ្ងាញ់ស្បែកឡើងស្រួយតែម្ដង